ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងមករៀនស្លៀកពាក់បែប style កូរ៉េឬក៏គេហៅថា Korean vibe អ្នកទាំងអស់គ្នាអញ្ចឹងចង់ដឹងថាតើការស្លៀកពាក់បែប style កូរ៉េរបស់ខ្ញុំនឹងគឺមានឈុតអីគេខ្លះមានកៅអៅអីគេខ្លះហើយមើលមកវាដូចកូរ៉េមែនភាគរយដែរកុំភ្លេចមើលវីដេអូនេះអ្នកទាំងអស់គ្នាមួយពីទៀតនៅក្នុងវីដេអូនេះក៏ខ្ញុំមានបញ្ចូលជាមួយនឹង style កូរ៉េខ្លះដែលខ្ញុំធ្លាប់បានស្លៀកពាក់ហើយខ្ញុំចូលចិត្តហើយពេលដែលខ្ញុំស្លៀកមកគឺខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកូរ៉េហ្នឹងគឺខ្ញុំដាក់បញ្ចូលនៅក្នុងវីដេអូនេះដែរអញ្ចឹងគឺជា style ដែលខ្ញុំធ្លាប់ស្លៀកហើយខ្ញុំក៏ចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដូច្នេះកុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់ថាតើមានម៉ាន style មានអាវអីគេខ្លះជួនកាលក៏មានអាវដែលអ្នកទាំងអស់គ្នាកំពុងតែមានដែរអញ្ចឹងយើងអាចលេង style បែប Korean web ទាំងអស់គ្នាណាបាទសម្រាប់ឈុតទី1គឺខ្ញុំមានប្រភេទអាវសាច់នេះគឺដៃវែងពណ៌រាងទឹកសមុទ្រសៀលសម្រាប់អាវនេះគឺយើងពាក់ពីលើអាវកាក់របស់យើងចំពោះអាវកាក់ខាងក្នុងខ្ញុំរៀបខមមិនឲ្យអ្នកទាំងអស់គ្នាប្រើជាមួយនឹងពណ៌រាងសៀលកុំពណ៌រាងឆើតបើដិតហ្មងដូចខ្មៅឬក៏ទឹកប៊ិចអីហ្នឹងគឺដិតហ្មងហើយអ្នកទាំងអស់គ្នាអាចលេងជាមួយនឹងប្រភេទកាបូបស្ពាយចំហៀងអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាឈរថតរូបឬក៏កាច់ style តិចតួចគឺមើលមករៀន vibe ហ្មងអ្នកទាំងអស់គ្នាហើយ style នេះគឺខ្ញុំឃើញនៅក្នុង Pinterest ច្រើនខ្លាំងមែនតើអញ្ចឹងក៏ខ្ញុំចង់សាកពាក់ជាមួយនឹង style នេះឲ្យអ្នកទាំងអស់គ្នាមើលលេខ comment ហងថាតើ style នេះពេលដែលខ្ញុំពាក់មកដូចកូរ៉េមែនភាគរយដែរបើខ្ញុំវិញមានអារម្មណ៍ថារៀងស្ទើប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាវាដូចកូរ៉េដែរអញ្ចឹងណាចូលមកដល់ឈុតទី2វិញគឺខ្ញុំមានប្រភេទអាវសាច់ចាក់ពណ៌រៀងឈាមជ្រូកហើយជាមួយនឹងអាវកណាត់កលាការ៉ូអ្នកទាំងអស់គ្នាសម្រាប់ប្រភេទអាវ style អញ្ចឹងគឺខ្ញុំធ្លាប់ពាក់ប៉ុន្តែខ្ញុំអត់ដែរប្រើប្រភេទអាវកលាការ៉ូទេប៉ុន្តែខ្ញុំឃើញក្នុង Pinterest រូបអស់នេះអ្នកទាំងអស់គ្នាឃើញឲ្យស្អាតសម្រាប់ខ្ញុំមើលទៅរៀងស្អាតហើយបែប style កូរ៉េចំហ្មងអញ្ចឹងក៏ខ្ញុំសាកប្រើជាមួយនឹងប្រភេទអាវកលាការ៉ូហើយខ្ញុំរៀងលេងសក់ខាងក្រោយហ្នឹងបួងបន្តិចអ្នកទាំងអស់គ្នាឲ្យបាសចុងដូចកូរ៉េហើយយើងដាក់ជាមួយនឹងកាបូបស្ពាយចំហៀងមកកាច់ style តិចមានអារម្មណ៍ថារៀងដូចកូរ៉េច្រើនជាងឈុតទី1សម្រាប់ខ្ញុំបាទចំពោះសក់អ្នកទាំងអស់គ្នាអាចចងក៏បានតម្លាក់ក៏បានដែរយើងរៀងផ្អៀងផ្អងបន្តិចនិយាយទៅអាវទាំងអស់នេះអ្នកទាំងអស់គ្នាមិនបាច់ធ្វើ style ច្រើនក៏វាមើលមកបែបកូរ៉េដែរឥឡូវហ្នឹងគឺយើងចូលមកដល់ឈុតបន្ទាប់ហើយឈុតនេះគឺជាឈុតដែលខ្ញុំស្រឡាញ់ជាងគេហើយគឺជាឈុតដែលខ្ញុំអាសាពាក់ជាងគេហ្មងគឺខ្ញុំមានប្រភេទអាវសាច់កណាត់ពណ៌រៀងលឿងសៀលជាមួយនឹងអាវកាក់អាខាងក្រៅហ្នឹងពណ៌ខ្មៅអាវហ្នឹងអាវសាច់ចាក់អ្នកទាំងអស់គ្នាយើងធ្វើការពាក់អាវសាច់កណាត់ហ្នឹងហើយយើងសោកអាវសាច់ចាក់ហ្នឹងពីលើពណ៌ខ្មៅដោយសារតែសក់មុនហ្នឹងគឺខ្ញុំតម្លាក់ឬក៏ខ្ញុំរៀងវាមើលទៅអត់សូវប្លែកចឹងខ្ញុំចង់សាកប្រភេទលក្ខណៈសក់វាចំហៀងចេះព្រោះខ្ញុំឃើញនៅក្នុង Pinterest មើលទៅរៀង clean ស្អាតមែនតើអញ្ចឹងពេលដែលសាកមកមានអីអ្នកទាំងគ្នាសមតាហត់ដងខ្ញុំភាគច្រើនតម្លាក់សក់ហើយយើងមានកាបូបអ្នកទាំងគ្នាអាចស្ពាយកាបូបដែរយើងស្ពាយចំហៀងនោះក៏បានឬក៏ប្រភេទកាបូបនេះក៏បានដែរនិយាយទៅឈុតនេះបើខ្ញុំមើលតាំងពីដើមមកគឺខ្ញុំស្រឡាញ់ឈុតនេះជាងគេហើយខ្ញុំគឺមានអារម្មណ៍ថាពាក់ឈុតហ្នឹងមកគឺខ្ញុំចូលកូរ៉េសុទ្ធហ្មងណាហើយបើកលេចមកឈុតនេះវិញអ្នកទាំងគ្នាខ្ញុំអត់ដែរស្លៀកពីមុនមកឬក៏ដែរពាក់ពីមុនមកហើយឈុតនេះគឺខ្ញុំឃើញនៅក្នុង Pinterest គឺគេលេងម៉ូដបែប2ជាន់អញ្ចឹងយើងមានអាកាក់សម្រាប់ឈុតនេះគឺខ្ញុំរៀងប្រើជាមួយនឹងពណ៌អាវរៀងឆើតប៉ុន្តែខ្ញុំមានអារម្មណ៍ថាវានៅតែ fit គ្នាអញ្ចឹងពេលដែលយើងពាក់ឈុតនេះហើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងរៀងក្មេងរៀងខ្ជិះខ្ជូតប៉ុន្តែបើទោះបីជាយើងអាយុមិនខ្ជិះខ្ជូតប៉ុន្តែមើលទៅ outfit ហ្នឹងគឺវាធ្វើឲ្យយើងមើលទៅរៀងខ្ជូតខ្ជូតដែរហើយអ្នកនរគ្នាលេង style បែបជាមួយនឹងកាបូបស្ពាយអញ្ចឹងចំហៀងបែបអញ្ចឹងហើយដាក់កាសមកមើលមករៀងប្លែកមែនតើអ្នកនរគ្នាពេលដែលយើងស្លៀកអញ្ចឹងដាក់លីឡំជាមួយនឹង accessory ដែលយើងមាននៅលើខ្លួនតិចតួចកាច់ style តិចមកមើលទៅរៀងក្មេងហើយបើសិនជាអ្នកនរគ្នាចេះលេង style ថតរូបអីមើលមក cool ហ្មង cool បែបរៀងលក្ខណៈក្មេងៗវាអាចទៅជាលក្ខណៈខ្ជិះខ្ជូតក៏បានឬក៏បែបលក្ខណៈរៀង swag បន្តិចក៏បានតែខ្ញុំមានអារម្មណ៍ថាប្លែកមែនតើខ្ញុំចូលចិត្តសម្រាប់ឈុតមួយនេះហើយខ្ញុំនឹងព្យាយាមស្លៀកពាក់ style បែបអញ្ចឹងឲ្យបានម្ដងព្រោះពេលដែលយើងទៅក្រៅពាក់ style អញ្ចឹងថតរូបមកខ្ញុំគិតថារៀងស្អាតប្លែកហ្មងបើអ្នកនរគ្នាមានប្រភេទអាវដូចខ្ញុំអ្នកនរគ្នាអាចសាកបានខ្ញុំគិតថាថតរូបចេញមកដឹងតែប្លែកហើយស្អាតហ្មងហើយបើឈុតនេះវិញអ្នកនរគ្នាជាឈុតដែលខ្ញុំស្រឡាញ់ដូចគ្នាឈុតនេះគឺខ្ញុំធ្លាប់ពាក់ប៉ុន្តែខ្ញុំអត់ដែរលេង style មួយកាបូបឬក៏កាសបែបអញ្ចឹងឯងប៉ុន្តែពេលដែលខ្ញុំដាក់ហើយខ្ញុំមានអារម្មណ៍ថាវា fit មែនតើវាចូលគ្នាហ្មងហើយ idea នេះគឺខ្ញុំមើលតាម Pinterest អ្នកនរគ្នាឃើញអត់វាមើលមកបែបកូរ៉េហ្មងព្រោះដោយសារតែឈុតនេះគឺខ្ញុំឃើញកូរ៉េពាក់ច្រើនពាក់ហើយណែមួយខ្ញុំខ្លួនឯងហ្នឹងគឺលក្ខណៈថាត្រូវមួយប្រភេទអាវរៀងបកង់និយាយទៅកលាការ៉ូហ្នឹងគឺខ្ញុំត្រូវច្រើនហើយសម្រាប់ outfit នេះគឺខ្ញុំប្រើជាមួយនឹងម៉ូដសក់រៀងបែកចំហៀងរៀងមើលទៅសុភាពហើយតលាប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាពេលពាក់ចូលគ្នាទៅគឺស្អាតខ្ញុំស្រឡាញ់ឈុតនេះខ្ញុំឲ្យឈុតនេះ9
9 លើ 10 ហ្មងសម្រាប់ខ្ញុំហើយ outfit មួយនេះអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមានប្រភេទអាវកន្លងក្រមបើតែអាវសាច់ចាក់អាវប្រភេទកណាត់ចេះអ្នកទាំងអស់គ្នាអាចលេង style បែបហ្នឹងបានដែរមើលមកគឺចូល style ការ៉េ 99% ហ្មងអ្នកទាំងអស់គ្នាចូលមកដល់ឈុតបន្ទាប់គឺជាប្រភេទអាវសាច់ចាក់ដូចគ្នាប៉ុន្តែអាវនេះគឺត្រជាក់ហើយអត់ក្រាស់ហើយអ្នកទាំងអស់គ្នាឃើញសាច់វាស្ដើងណាសំខាន់វារៀងមានកបើបន្តិចកាប់ប៉ាត់បើយើងពាក់លាបធម្មតាក៏ស្អាតដែរដោយសារអាវនេះអាវខូចទេអ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាយើងចង់ឲ្យវាមើលទៅកាន់តែដូចរៀង style បែបកូរ៉េគឺយើងអាចថែមមួយប្រភេទអាវកាញ់ចេះវារៀងស្តៀងជាមួយនឹងអាវពណ៌លឿងសាច់ក្រណាត់ខ្ញុំដែរគាត់ថានេះប្រភេទដៃខ្លីខ្ញុំគិតថានេះបើយើងពាក់នៅខ្មែរយើងពាក់នៅប្រទេសយើងគឺបានដោយសារទី1អាវសាច់ក្រណាត់អាវសាច់ចាក់នេះគឺវាស្បើងទី2វាដៃខ្លីវាអត់សូវជាក្តៅខ្លាំងណានេះគ្រាន់តែពាក់ប៉ុណ្្នេះមកក៏មើលទៅវារៀងស្អាតដែរប៉ុន្តែខ្ញុំចង់ឲ្យរៀងថ្លៃតិចខ្ញុំថែមអានេះខ្សែកាបូបឲ្យយើងស្ពាយតែខ្ញុំដោះវាចេញមកដាក់ធ្វើជាខ្សែដូចខ្សែក្រវ៉ាត់ចឹងណាហើយបើសិនបើយើងមានកាបូបមានអីហ្នឹងគឺយើងអេតបន្ថែមមកឲ្យមើលទៅគឺកាន់តែស្អាតគឺកាន់តែមើលទៅនិយាយទៅចូល style ដែលយើងចង់បានហ្មងណាហើយនេះពីខយវានេះអត់មានលេវទេចង់សួរមែនតើចូលមកដល់ជួបបន្ទាប់គឺខ្ញុំមានជាមួយនឹងប្រភេទអាវសាច់កណាត់តែអាវនេះពណ៌ខ្មៅដោយសារតែខ្ញុំចង់ស្លៀក style បែបចេះអញ្ចឹងអាវពណ៌ខ្មៅយើងបើយើងលេងជាមួយនឹងអាវមួយទៀតដែលយើងត្រូវដាក់ fit មួយគ្នាគឺយើងគួរតែយកពណ៌រៀងបែបលក្ខណៈស្រាលស្រាលអាចរៀងលឿងស្រាលតែបើសិនជាប្រភេទក្រហមស្រស់ឬក៏បែបឈាមជ្រូកគឺស៊ីដូចគ្នាប៉ុន្តែថ្ងៃនេះគឺខ្ញុំអត់មានប្រភេទលក្ខណៈអាវពណ៌ដែលខ្ញុំនិយាយហ្នឹងតែខ្ញុំមានអាវសាច់ចាក់ពណ៌ទឹកសមុទ្រដែលខ្ញុំពាក់ដំបូងគេហ្នឹងប្រភេទអាវក្រៅដែរហើយបើសិនអ្នកគ្នាពាក់អាវសាច់កណាត់អ្នកនរគ្នាគួរតែមូលដៃកុំពាក់ទៅឧទាហរណ៍បើវាវែងវារៀងធំបែបអញ្ចឹងកុំមានន័យថាកុំពាក់ទាំងកអញ្ចឹងកដៃវានៅហ្នឹងយើងដាក់កដៃនៅហ្នឹងអត់ទេពេលដាក់បត់ដៃអាវតិចទៅគឺមើលទៅវារៀងមានន័យថាវារៀងមើលទៅមានមួកមានអីតិចចឹងណានេះអាវសាច់ចាក់ដែលខ្ញុំពាក់មុនហ្នឹងណាអញ្ចឹងយើងយកមកធ្វើអាស្តាយដែលអ្នកនរគ្នាអាសាឃើញជនជាតិកូរ៉េគាត់ពាក់អាស្លៀកពាក់បែបអញ្ចឹងហ៎នេះបើសិនបើយើងអត់ដាក់អាហ្នឹងទេនេះបើយើងអត់ដាក់អាហ្នឹងទេវាមើលទៅរៀងសាបពេកវាហាក់រៀងលាតធម្មតាវាមានម៉ូតណាហើយសូម្បីតែថតរូបក៏មើលទៅធម្មតាដែរតើតាអ្នកនរគ្នាចេះលេង style ច្រើនមិនមើលទៅឃើញរៀងស្អាតចេញមករៀងមើលទៅរូបថតនឹងស្អាតប្លែកអីចឹងទៅបើសិនជាយើងថែមតាកៅអៅជិះមកមួយទៀតនេះហើយពេលដែលយើងដាក់ពណ៌ស្រាលឃើញវាស៊ីវាលេចគាត់និយាយទៅវាខំបាញ់ចូលគ្នាហ្មងនេះយើងអាចចូលជិះក៏បានយើងអាចមកចូលក៏បានឃើញអត់វាមួយយ៉ាងម្នាក់សំខាន់វាមានម៉ូតសក់ខ្ញុំគិតថាខ្ញុំគួរតែចូលឬក៏គៀបវា look better ពីមុនដែលយើងអត់ទាន់តែអាននឹងចូលវាមើលទៅរៀងប្លែកឃើញអត់ហាក់ស្លៀកបែប style អីអញ្ចឹងណាយើងអាចស្លៀកទៅធ្វើការក៏បានដែរតែអត់គ្នាតែអត់គ្នាអាចទំនួលជាមួយនឹងប្រភេទខោសាច់ក្រណាត់ក៏បានដែរបើសិនជាយើងអត់ទៅធ្វើការឬក៏កន្លែងធ្វើការងារយើងអត់ដល់ឲ្យទំនួលយើងស្លៀកបែបអត់ទំនួលដូចខ្ញុំក៏បានដែរដោយសារខ្ញុំអត់ចូលចិត្តទំនួលព្រោះពេលទំនួលទៅវាហឹបព្រាមពេកខ្ញុំអត់ចូលចិត្តខ្ញុំចូលចិត្តបែបលងអញ្ចឹងហើយពីក្រោយវាអាចនឹងទៅជាចេញ style អញ្ចឹងវាអាចពីមកទីក៏បានដែរកុំឲ្យវារៀងធ្លាក់ពេក style នេះខ្ញុំអត់ដែរស្លៀកមួយប្រភេទអាវសាច់ក្រណាត់ទេខ្ញុំធ្លាប់តែដាក់ជាមួយនឹងប្រភេទអាវយឺតអញ្ចឹងតែខ្ញុំធ្លាប់ថតវីដេអូដែរប៉ុន្តែដាក់មួយអាវយឺតក៏មួយយ៉ាងដែរបើដាក់មួយអាវសាច់ក្រណាត់ក៏មួយយ៉ាងដែរនិយាយទៅលុបវាមកគេហៅថាមកបែបម្នាក់ស្លៀកអញ្ចឹងកែក style អញ្ចឹងចូលកូរ៉េសុទ្ធហ្មងនេះវាអាសាមើលរឿងកូរ៉េបើក៏ចេះឃើញ style បែបអញ្ចឹងណាអូខេ
ហើយយើង highlight ជាមួយអវ៉ាន់របស់យើងតិចមកយកមានអារម្មណ៍ថាម៉ូដនេះស្លៀកឲ្យស្រួលខ្លួនហើយចេញមកឡើងស្អាតខ្ញុំគិតថាគួរតែសាកស្លៀកដើរលេងម្ដងតែគាត់ហាក់អាវពណ៌ខ្មៅបើស្លៀកហាលថ្ងៃបើចេញក្រៅយើងសូបលឺតិចប៉ុន្តែអត់ជាបញ្ហាបើយើងមានអាវនេះយើងអាចពេលដែលយើងចេញទៅក្រៅយើងអត់ត្រូវថតរូបយើងអាចអាវនេះពីលើទៅវាកាប់បន្ថយពីលើខ្លះស្លៀកឈុតអញ្ចឹងអ្នកទាំងអស់គ្នាស្ពីកបបែបជិះមើលទៅរៀង cool ជាងឃើញអូខេមកឈុតនេះខ្ញុំឆ្លៃដូចគ្នាខ្ញុំឲ្យ8លើក10ហ្មងទៅស្នៀបខ្ញុំពេញចិត្តខ្ញុំគិតថាអាចយកចូលជា outfit ប្រចាំថ្ងៃរបស់ខ្ញុំបានយើងអាចសាកពាក់ម្ដងអូ cool តាមានអារម្មណ៍ថានេះប្លែកហ្មង Oh my god មានអារម្មណ៍ថានេះចូល style ខ្ញុំ100%អូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកអំពីស្លៀកពាក់ style បែបកូរ៉េពីខ្ញុំទៅហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូនេះហើយបើអ្នកទាំងអស់គ្នាដែលចូលចិត្ត style ស្លៀកពាក់បែបកូរ៉េដូចខ្ញុំដែរហើយគិតថា style ដែលខ្ញុំចែករំលែកទាំងអស់នេះអ្នកទាំងអស់គ្នាពេញចិត្តឬក៏ស្រឡាញ់អាចយកទៅស្លៀកពាក់បានហើយកុំភ្លេចធ្វើការ comment ខាងក្រោមបើសិនបើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើជាវីដេអូចែករំលែកអំពីការស្លៀកពាក់ទៅលើ style បែបណាទៀតណាហើយអរគុណខ្លាំងមែនទែនសម្រាប់ការមើលវីដេអូនេះដល់ចប់បាយបាយ